Hello vlog, welcome to my guy. My guy. មកហូបបាយអូ trip លេខនេះគឺឧបសគ្គមែនតើមកជីវិតមានប៉ុណ្ណឹងមកដល់អ្នកទាំងអស់គ្នានេះគេស្អាតជាងឥឡូវមើលខ្ញុំគឺក៏ view សួស្តីអ្នកទាំងអស់គ្នានេះគឺជាទស្សនវិជ្ជាទៅសហគមន៍មុងរីនៅតាមជួរភ្នំកវាញហើយយើងមុននឹងទៅដល់សហគមន៍យើងត្រូវឆ្លងដរនេះសិនអញ្ចឹងយើងចេញពីពេញប្រហែលជាម៉ោង4ជាងយើងមកដល់នេះម៉ោង10ជាងអូខេអញ្ចឹងនេះគឺជាទស្សនវិជ្ជាយើងនៅលើដរអញ្ចឹងដរនេះរៀងពិសេសបន្តិចគាត់អត់ប្រើម៉ាស៊ីនទេអ្នកទាំងអស់គ្នាគឺគាត់ប្រើដៃអុសខ្សែពីម្ខាងទៅម្ខាងទៀតហើយចំណាយពេលប្រហែលជា3នាទីឯងយើងនឹងទៅដល់ត្រើយម្ខាងទៀតពេលដែលយើងទៅដល់ត្រើយម្ខាងទៀតហើយនេះគឺជាទស្សនវិជ្ជាយើងចេញពីដរហើយយើងក៏ត្រូវបន្តដំណើរដោយគោយន្តអញ្ចឹងយើងជិះគោយន្តនេះប្រហែលជា20នាទីអីទេអ្នកទាំងអស់គ្នាយើងទៅដល់ផ្ទះសហគមន៍នេះអ្នកទាំងអស់គ្នាអញ្ចឹងយើងមកដល់ផ្ទះសហគមន៍ហើយយើងត្រូវញ៉ាំបាយថ្ងៃនៅនេះសិនបន្ទាប់មកទៀតយើងចេញដំណើរបន្តដើម្បីទៅដល់ជើងភ្នំអញ្ចឹងយើងចំណាយពេលប្រហែលជា7-10គីឡូដើម្បីទៅដល់ជើងភ្នំហើយនេះខ្ញុំជិះនៅកណ្ដាលថ្ងៃមកអ្នកទាំងអស់គ្នាម៉ោង2:10ជាងនេះគឺជាទស្សនវិជ្ជាតិចបន្តួចនៅតាមផ្លូវបើនិយាយអំពីផ្លូវទៅដូចជាអត់សូវមានបញ្ហាអីទេដោយសារតែវាអត់សូវមានភ្លៀងអញ្ចឹងអត់សូវពេញបាច់ទេនេះអ្នកទាំងអស់គ្នាមកដល់ជើងភ្នំហើយអញ្ចឹងមុននឹងឡើងទៅលើភ្នំយើងដាក់បបោះពីប៉ុសិនអនុស្សាវរីយ៍ផែនទីនៅស្នាក់ការមុងរីអ្នកទាំងអស់គ្នាម៉ោង2ជាងអញ្ចឹងយើងចេញដំណើរទៅហើយនេះគេហៅថាស្ទឹងឆ្ពង់ទី1អញ្ចឹងដោយសារតែដំណើរទៅកាន់ខ្នងព្រះអង្គនឹងវារៀងវែងឆ្ងាយអញ្ចឹងយើងត្រូវគេងផ្លូវចំនួន3យប់ទៀមមួនអូខេតាបើនិយាយអំពីស្ថានភាពផ្លូវចាប់តាំងពីជើងភ្នំរហូតមកដល់ស្ទឹងឆ្ពង់ទី1នេះដូចជាអត់សូវមានកន្លែងណាដែលពិបាកខ្លាំងទេផ្លូវរាបធម្មតាហើយនេះគឺជាស្ទឹងឆ្ពង់ទី2អញ្ចឹងយប់ទី1របស់ពួកយើងគឺយើងសម្រាកនៅស្ទឹងឆ្ពង់ទី2អ្នកទាំងអស់គ្នាហើយនេះគឺជាទស្សនវិជ្ជាមួយចំនួននៅពេលល្ងាចយើងលេងបៀយើងញ៉ាំស្វាយយើងជជែកគ្នាអីធម្មតាបែបយើងដើរព្រៃអញ្ចឹងណាទាំងអស់គ្នាដាក់ក្នុងថងនេះក្នុងនោះមកបាទអត់ទេទៅមកតែបាទវាបានមកយើងមកដល់តែមិនចាក់គឺព្រោះពីអង្គទៅលើហើយតើយើងដេកទាំងអស់គ្នាមកនេះ day 2ខ្ញុំបាយហើយនៅកំពុងចង់រៀបចំអីវ៉ាន់ដើម្បីឡើងទៅលើនេះគឺស្គៀបអែមទេនិយាយទៅពួកខ្ញុំដើរបែប easy hot គឺសម្រាប់ហើយបន្តដំណើរទៅមុខទៀតហើយនេះគឺជាដំណាក់ស្ទឹងក្រហមនេះបើសិនជាទៅខែវស្សាគឺទឹកពេញតែម្ដងនេះគឺជាសកម្មភាពផ្លូវចាប់ពីស្ទឹងក្រហមទៅអញនិយាយថាចាប់ពីស្ទឹងឆ្ពង់ទី2រហូតមកដល់ស្ទឹងក្រហមនេះអត់ទាន់មានកន្លែងណាដែលក៏សម្គាល់ថាពិបាកទេអ្នកទាំងអស់គ្នាផ្លូវរាបធម្មតាហើយដំណាក់នេះគេហៅថាដំណាក់ទឹកថ្លាថ្ងៃ
nè tật thầm chuyện bật bật á làm bệnh như mỏng cái chia rộp điệp đầy dương họ tật nhàm hay ni tật nhưng mà do cái lại nè cái hát tha tận nặng ô thà tật cứ thà xã ha prey sai một tật á thế lấy dương nhầm bài hai ấy dương điệp lang tới chút mì ông chút chẳng thấy nơi tụi nó và hai chị ai miền tiện sờn dương chậm mượt ngọc kia tha tá na kê đột ban liền chính kỷ ní nơi tận nạ stung pla amen em oh gentleman à ôi thank you so much ý da ôi thử thẻ plug ở tia đó khơi nhỉ the best món á hãy bong nè tệ chôn khang bạ plug ở kia ôi ồn nè ơi ồn nè sạ sap grung changនៅក្នុងព្រៃស្ដុកតែម្ដងwow wow 700 គីឡូម្នាក់ឯងកាណែអ្នកអស់គ្នាមើលណែមកខុសក្រោយផងអញ្ចឹងចាប់ពីកន្លែងនេះទៅគេហៅថាចំការត្រៀកគឺជាកន្លែងដែលទី1សបោទៀកទី2ផ្លូវពិបាកវាចោតខ្លាំងមែនទែនអ្នកទាំងអស់គ្នាដូចកន្លែងនេះចឹងបើទោះបីជាមានខ្សែពួរក៏ដោយក៏ពិបាកឡើងដែរអញ្ចឹងតើតាមានគ្នាយើងជួយ support ជួយតោងដៃជួយអីបន្ថែមតិចតួចដែរហើយបើសិនជានិយាយពីផ្លូវនឹងចុះមកវិញគឺអស់តោះហើយអ្នកទាំងអស់គ្នាដោយសារពេលដែលខ្ញុំចុះហ្នឹងគឺវាភ្លៀងអញ្ចឹងល្អិលខ្លាំងហ្មងនៅម្ដុំនេះគឺល្អិលខ្លាំងបើសិនជាមានមេឃភ្លៀងភ្លៀងnèដល់មកហូបចុកឃ្លានហើយបែមកឡើងសស្លេកអត់ទេមិនទុនមែនណាតែមកខ្ញុំខំយកនឹងមកយកចានចានមកដល់3ចាំថាទុកបុកមិនបានបុកទេដល់ដល់លើហើយមកញ៉ាំvậy nghe không bảy cái đăng thấy ngay khôngនេះអ្នកទាំងអស់គ្នាគឺជាទស្សនភាពក្រោយភ្លៀងធ្លាក់គឺថាមេឃចុះអាប់រួមសំនឹងពពកដើរប៉ះពពកមកអ្នកទាំងអស់គ្នាបើនៅខាងក្រៅគឺស្អាតខ្លាំងណាស់ប៉ុន្តែពេលដែលថតចូលវីដេអូអត់ដឹងថាវាអត់សូវស្អាតអញ្ចឹងនេះគឺជាសកម្មភាពយើងកំពុងតែដើរដើម្បីទៅរកកន្លែងបោះតង់យើងនឹងគេងនៅក្នុងព្រះអង្គតូចនៅយប់ទី2អ្នកទាំងអស់គ្នាអាចមើល view បានស្អាតខ្លាំងធូនេះទឹកមុខទឹកអត់សូវស្អាតទេប៉ុន្តែយើងអាចមុខបាននេះបោកគក់នេះអ្នកទាំងអស់គ្នាទឹកនៅថ្ងៃទី2គឺដូចទឹកតែចឹងអ្នកទាំងអស់គ្នាដោយសារតែថ្លុកវារៀងទូចហើយអត់សូវមានភ្លៀងធ្លាក់ម្យ៉ាងទៀតគឺស្លឹកឈើស្លឹកអីហ្នឹងគឺវាធ្លាក់ចូលទៅក្នុងថ្លុកហ្នឹងអញ្ចឹងណាហើយញ៉ាំទៅរៀងចត់ប៉ុន្តែអត់មានបញ្ហាឈឺពោះអីដែរតែភ្លៀងឃើញទេអូយសាហាវព្រៃផ្សាយនេះបាយមកលងមកបាយមើលអូយទី3តែភ្លៀងណាស់អូហើយតាំងនេះគឺសាក់ទឹកហ្មងបដ ாய் ជីវិត
nè mong khỏe mà chua chỉ đập từ mưa ngay đấy à thui chướng luôn nghe đấy nè khơi nhẹ nè mình đã chọn tới rồi ăn chọn tới ba mà lên nè thiệp đã từ mưa ngày được mong mong mạc này mong buôn chiêng phèm mong phèm phải vậy nè mưa từ thiệp khơi ai không khơi ai vậy nè good morning nè nó lên nông đã xóa một bó tí cái lót thọt đó miền trốn thì tây Việt tí muối tây Việt tí pi anh ấy tây Việt tí bay có thảo ấy cái lấy mới tây Việt vào lấy nhom pung của bọt mới tây Việt tí buồn còn pung này coi mới nó cái chỉ tí xe đây là lốn và lốn này còn pung thọt để miền camera hai đân và hai chiều muối tí tăng còn pung thọt quạt chui anh phong đam phong chưa lại bơ bơ nhóm cái cầu vô đây một đai lên một đai trên cái ấy như kẹt thọt chân ní cứ chia ta tập hiệp nơi lư khăn bè ong thông nơi tầng ong khía nhưng mà đăng tha thở bò đi dài mệt tê dương mơ tầng ong khía tới cứ tha srok srai mền tên cứ sạch khăng nhưng vậy hay vậy tiết mà đón tiết cứ tha bây giờ nhom thọ thủ cứ Osman người tầng ong khía mà mơ to luôn anh thế nó khăng cái đó cứ sạch khăng mền tên miền popo miền cho am miền Pray praksa miền sạch miền ấy sạch khăng anh cho một pin đâu bay sao đặt thế vì phải ăn tụi men đã thì sao anh chơi món á enjoy the moment á thấy thứ tư nè trà tăng qua vào ở lầnนี้យើងកំពុងតែ enjoy the moment ចាមើល the moment kiaខ្ញុំអញ្ចឹងណាអីអញ្ចឹងណាemជីវិតពេលដែលអ្នកទាំងអស់គ្នាគិតថាធ្វើការដើម្បីអីនេះហើយ Don't forget to enjoy the moment តួ អូខេដល់ចប់ អ្នកចាំថត វ៉ាវនេះតួតែមួយតែកាមេរ៉ា3ខ្លួននេះអូយ em the best in the world នេះតួតែមួយតួ đặt tiền nó sẽ biết tiền hay wow ដើម្បីរូបថតណាអូ wow ដើម្បីរូបថត wow ណែតស៊ូណាឃើញហ៎ wow ណែអស់គ្នាឃើញហ៎តស៊ូណាឃើញហ៎ដើម្បីរូបថត
អ្នកអរគ្នាឃើញហើយជួយ like ជួយ comment ជួយ share ផងណែទេសភាព wow so green នេះមេអ្នកនរគ្នាមេបងទៅអត់មានស្បៀងបងយកព្រានេះបងនេះគាត់ខ្វះស្បៀងមេខ្វះស្បៀងណែអរគុណណាពូអូយម្ហូបឆ្ងាញ់មែនតែនបដ ாய் អូសល់មួយទៀតម្ហូបអ្នកហូបនេះឆ្ងាញ់ញ៉ាក់chưa thía đôi thía đi này ចានេះគឺជាដំណើរដើម្បីទៅហូបបាយណែដោយសារតែមេឃភ្លៀងអ្នកទាំងអស់គ្នាអញ្ចឹងអូទ្រីបលេខនេះគឺឧបសគ្គមែនតើភ្លៀងរហូតចានេះគឺទស្សនិកជនហើយអ្នកផ្សេងទៅដើរដល់នោះហើយនោះឃើញលំហ្នឹងណាអញ្ចឹងនោះគឺជាកន្លែងដែលយើងត្រូវទៅញ៉ាំបាយវ៉ាវម៉ាហ្កាស៊ីននេះទិដ្ឋភាពម៉ោង 5 នៅខ្នងព្រះអង្គធំចាគឺចុះអាប់តែម្ដងភ្លៀងរហូតខ្ញុំចង់ផឹកអូយណែជីវិតអ្នកដើរព្រៃណែអូវ៉ាវដួសបាយនងបដ ாய் រនរដ្ឋកម្ពុជាគេដួសបាយចឹងនេះណាដួសបាយហើយអូណាហូបបាយនោះមេឃកុំភ្លៀងអាពេលទីនេះធំហ្នឹងចាំហួយឲ្យស្រែធ្វើខ្លះហើយហ្នឹងហើយអញ្ចឹងដូចបៀមិញបៀអញ្ចឹងគាត់ធំហើយលេងលបែងឃើញថតវិញឃើញនេះណែមើលគេដេកអស់ហើយនេះឃើញងឹតឆឹងអូនេះគឺជាថ្ងៃទី 4 របស់ពួកយើងហើយអញ្ចឹងថ្ងៃនេះថតរូបហើយញ៉ាំបាយហើយគឺយើងត្រូវចុះទៅក្រោមវិញហើយណែមើល view ឆេះព្រះអាទិត្យម៉ោង 6 សរសៃមែនតើនោះព្រះអាទិត្យយ៉ាមាន blocker ច្រើនណាស់ trip នេះ wow look at me and look at the view who is more beautiful wow មើលទៅស្គីននេះស្រស់ស្រាយមែនតើ if you want to find a meaning of life come here I recommend you to come អាហារពេលព្រឹករៀបចំដោយពូអូយអរគុណជាពិសេសនេះទឹកក្តៅធម្មជាតិពិតតែអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវនេះពួកយើងកំពុងតែធ្វើដំណើរដើម្បីចុះទៅក្រោមវិញហើយតាអ្នកអរគ្នាឥឡូវម៉ោង 2 ជាងចុះពីភ្នំវិញហើយឥឡូវមកដល់ផ្ទះសហគមន៍ហើយណាមក trip នេះគឺជូរចត់ដល់អ្នកអរគ្នាណាបកចាក់អត់ពីជើងអស់មួយណែសាហាវព្រៃផ្សៃដើរជើងទៅទេនេះដើរជើងទៅទេវ៉ាវម៉ាហ្កាស៊ីនក្នុងព្រះអង្គល្អលសាហាវព្រៃផ្សៃមួយនឹងធ្វើពី